ต่อពីវិសមការតូចហើយចូលរៀនវិញសិស្សខ្ញុំមកឡើងពេញបឺបហ្មងអត់មានបាត់ម្នាក់ទេក្នុងនាមជាគ្រូឃើញអញ្ចឹងខ្ញុំសប្បាយចិត្តតែពួកគាត់ចង់រៀនអត់ចង់ឈប់អូសបន្លាយពេលវេលាយូរដូចគ្រូកាលពីក្មេងឆ្ងាយដើម្បីលើកទឹកចិត្តខ្ញុំក៏សូមឲ្យម៉ែជួយធ្វើផ្អែមលតស្វិតទុកសម្រាប់ចែកពួកគាត់ញ៉ាំម៉ែថាធ្វើអីលតស្វិតតពិបាកធ្វើអាលីម្សៅអត់ត្រូវមួយថ្ងៃនឹងអត់បានប្រយោជន៍ទេតែខ្ញុំថាធ្វើទៅម៉ែអើយបើសិនយើងអត់ធ្វើក៏អត់ដឹងបទពិសោធន៍ធ្វើម៉េចដែរតែមែនបងប្អូនផ្អែមមួយមុខនេះងាយស្រួលតែក៏ពិបាកដែរពិបាកជាងគេគឺលាយម្សៅដៃស្រាលលាយអត់ត្រូវទេម្សៅនឹងគឺចោលទាំងអស់ហ្មងហើយម្យ៉ាងទៀតដែលសំខាន់មុនធ្វើត្រូវដាំទឹកឲ្យពុះសិនព្រោះអីម្សៅនឹងត្រូវលាយមួយទឹកក្តៅបន្តិចបីឲ្យសព្វហើយបានយើងចាប់ដាំដាក់ទឹកជាម្ដងបន្តិចចូលវាយរហូតដល់សាច់ម្សៅទាំងអស់ល្មួតចូលគ្នាមានចិត្តផ្ទះមកលេងចំពេលធ្វើផ្អែមបានគាត់ជួយធ្វើដែរល្មមចង់បានផ្អែមស្អាតចឹងខ្ញុំធ្វើឡើង2-3ពណ៌តែមួយពណ៌ក៏សំណុំដែរហត់នឹងវាយម្សៅឡើងសាច់នំដៃហ្មងហើយខ្ញុំចាប់ផ្ដើមធ្វើតាំងពីព្រឹកខ្លាចអត់ទាន់សោះពេលថ្ងៃយើងធ្វើការច្រើនបែកញើសបាត់បង់ជាតិទឹកចឹងញ៉ាំពូការីស្វេតជួយបំពេញជាតិទឹកដល់រាងកាយយើងបានឆាប់រហ័សហើយរក្សាជាតិទឹកក្នុងខ្លួនយើងបានយូរទៀតដោយសារវាមានសារធាតុអ៊ីយ៉ុងដែលស្តៀងជាតិទឹកនៅក្នុងរាងកាយយើងពូការីស្វេតបង្កើតឡើងដោយក្រុមហ៊ុនឱសថនៅប្រទេសជប៉ុនដែលអភិវឌ្ឍចេញពីសេរ៉ូមអាចញ៉ាំពេលណាក៏បានកំពុងធ្វើអីក៏បានជួយបំពេញជាតិទឹកហើយការពារការបាត់បង់ជាតិទឹកពីរាងកាយយើងទៀតខ្ញុំពេលបរិញ្ញាហត់បានញ៉ាំមកក្អឹកហើយស្រស់ស្រាយបរិញ្ញាសិស្សបានមកសប្បាយហ្មងលតស្វិតនេះខ្ញុំធ្វើ4ពណ៌ក្រៅពីពណ៌ស្លឹកតើយពណ៌ផ្សេងខ្ញុំប្រើលក្ខចំណីអាហារលាយម្សៅរួចសប្បាយចិត្តតាព្រោះជោគជ័យមកអត់មានប៉ែនចាក់ទេចឹងហើយខ្ញុំប្រើត្រឡោកដូងជំនួសវិញបើសិនបើបងប្អូនចង់ធ្វើបាច់តែមានប៉ែនបានធ្វើការទេប្រើតែត្រឡោកដូងធ្លុះក្តិតដូចខ្ញុំមួយចាក់បានមកកណោមកខ្ញុំធ្វើលើកនេះសំណាងឲ្យបានម៉ែនឹងមីងជួយយើងធ្វើបានច្រើនព្រោះអីសិស្សខ្ញុំជិត50នាក់បើសិនជាធ្វើអត់ទាន់ពេលសិស្សខ្ញុំសែតហើយគម្រោងខ្ញុំបរាជ័យវគ្គទី2ជោគជ័យចាក់ហើយសរសៃលតថ្លាហើយស្វិតល្អទៀតឥឡូវចូលដល់វគ្គទី3ធ្វើទឹកស្ករម្ដងធ្វើលើកនេះឲ្យខ្ញុំភ័យគ្រប់វគ្គខ្លាចធ្វើអត់កើត1ខ្លាចអត់តាន់ពេល2ហើយណាមួយពេលកំពុងធ្វើទឹកស្ករនេះឡើងជិតដល់ម៉ោងហើយខ្លាចដួសខ្លាចកាត់អីអត់តាន់យីរុំទៅភ័យតាំងពីចាប់ផ្ដើមរហូតដល់ចប់ហ្មងតែសប្បាយចិត្តទោះហត់បន្តិចមែនតែលទ្ធផលដែលទទួលបានពេញចិត្តស្ដោកលតស្វិតក៏ធ្វើការទឹកស្ករក៏ធ្វើរួចហើយតាន់ពេលវេលាអញ្ចឹងការងារបន្ទាប់គ្រាន់តែរៀបដាក់ចានបែងចែកឲ្យគ្រប់ឲ្យត្រឹមត្រូវចាក់ទឹកស្ករខ្ទិះដូងហើយនឹងទឹកដោះគោចូលហើយជាការស្រាប់សរសើរម៉ែខំជួយខ្ញុំតាំងពីព្រឹកហើយពេលដាក់ទឹកស្ករអីរួចក៏ថាឲ្យទៅងូតទឹកទៅសល់ម៉ានគាត់អ្នករៀបចំខ្ញុំទៅងូតទឹកបាត់ដល់ពេលគាត់ដាក់នឹងធុងទឹកកកអស់លេងចររាវចានហ្មងរៀបដាក់នៅក្នុងរាវចានឡើងមករាវចានចូលកងភ្លាមបានរបស់ញ៉ាំភ្លាមញញឹមបិទមាត់អត់ចិត្តទេកូនសិស្សខ្ញុំម្នាក់ត្រេកអរញ៉ាំនឹងស្លាបព្រាអត់តាន់មានសិស្សខ្លះលើកទាំងចានហត់ទៀតខ្ញុំធ្វើផ្អែមលតស្វិតចែកកូនសិស្សញ៉ាំថ្ងៃនេះជោគជ័យហើយអរគុណច្រើនបងប្អូនបាយបាយ Golden rays that shine through my window. Morning's here, it's time to let my dreams go.